សត្វកញ្ចែមួយក្បាលអាចមានតម្លៃថ្លៃជាងឡានស៊េរីទំនើបចុងក្រោយខ្លះទៅទៀតតើប្រិយមិត្តធ្លាប់បានដឹងនិងជឿដែរទេថាសត្វកញ្ចែមួយក្បាលអាចមានតម្លៃថ្លៃជាងឡានទំនើបច្រើនស៊េរីឬសូម្បីតែផ្ទះមួយខ្នងយ៉ាងទំនើបទៅទៀតជំរាបសួរនិងសួស្តីដល់ប្រិយមិត្តរបស់ admin ទាំងអស់តើសត្វកញ្ចែប្រភេទណាទើបមានតម្លៃថ្លៃខ្ពស់បែបនេះអ្នកណាខ្លះជាអ្នកដែលហ៊ានចាយលុយទៅលើសត្វល្អិតតូចមួយក្បាលក្នុងទំហំសាច់ប្រាក់ដ៏ច្រើនយ៉ាងនោះហើយហេតុអ្វីបានជាវាខ្លះជាសត្វល្អិតដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោកខាងក្រោមនេះគឺជាហេតុផលនិងរឿងរ៉ាវរបស់ពួកវា1តើសត្វកញ្ចែមានរូបរាងបែបណាបងប្អូនអ្នកស្ដាប់នឹងទស្សនានៅតាមជនបទភាគច្រើនច្បាស់ណាស់ប្រកាសជាបានធ្លាប់ស្គាល់ធ្លាប់ចាប់លេងឬរត់ដោយអំណាចខ្លាចវត្តមានរបស់ពួកវាផងក៏ថាបាន Stag Beetle ស្ថិតនៅក្រោមត្រកូល Lucanidae តែសប្តាហ៍ថ្ងៃមានរហូតដល់ប្រហែលជាង 1200 ប្រភេទគ្រប់ទិសទីនៅទូទាំងពិភពលោកវាត្រូវបានគេដាក់ឈ្មោះបែបនេះដោយសារតែរូបរាងពិសេសទាក់ទាញរបស់វាតាមរយៈឆ្អឹងធ្គាមដែលលយចេញដែលមើលទៅគឺដូចទៅនឹងស្នែងរបស់ក្តាន់ឈ្មោលយ៉ាងអញ្ចឹងជាធម្មតាកញ្ចែដែលមានស្នែងបែបនេះក៏មានតែចំពោះកញ្ចែឈ្មោលដូចគ្នាដែរគឺសម្រាប់ការប្រយុទ្ធកាំងទឹកដីកាំងញីនៅក្នុងរដូវបន្តពូជរបស់ពួកវាតែម្ដងវត្តមានរបស់ពួកវាគេច្រើនឃើញនៅតាមតំបន់ព្រៃភ្នំដើមឈើធំធំឬលាក់ខ្លួននៅតាមដើមឈើខ្ពស់ខ្ពស់នៅជុំវិញលំនៅឋានរបស់មនុស្សទៀតផងតាមពិតទៅក្រៅពីការបំផ្លិចបំផ្លាញដើមឈើធំធំដូចជាដូងឬក៏ដើមឈើដែលមានប្រយោជន៍មួយចំនួនមនុស្សមិនគួរខ្លាចចំពោះវត្តមានរបស់ពួកវាតទៅសោះព្រោះថាសត្វកញ្ចែគឺជាសត្វស្លូតមិនមានពិសឬផលប៉ះពាល់អ្វីដល់យើងសោះឡើយ2កញ្ចែពូជកម្រមួយក្បាលមានតម្លៃ$89,000នោះស្ដាប់មិនខុសនោះទេប្រិយមិត្តកញ្ចែប្រភេទកម្រឈ្មោះថា Lamprima urata ឬអ្នកខ្លះហៅថាកញ្ចែមាសពិតជាមានតម្លៃខ្លួនថ្លៃកប់ពពកបែបនេះមែននៅក្នុងប្រទេសជប៉ុនកាលពីឆ្នាំ1999ហើយកញ្ចែក៏បានជាប់ឈ្មោះជាសត្វល្អិតដែលមានតម្លៃថ្លៃជាងគេបំផុតចាប់ពីពេលនោះមកពូជដ៏កម្រនេះគឺមានទំហំខ្លួនចន្លោះពី15ទៅ25មីលីម៉ែត្រជាមួយនឹងពណ៌ដ៏ស្រស់ស្អាតហើយទាក់ទាញជាប់ខ្លួនសត្វឈ្មោលជាធម្មតាគឺមានពណ៌មាសលាយបៃតងឬលឿងហើយជើងរបស់វាវិញគឺផ្លេកចម្រុះពណ៌យ៉ាងស្រស់ស្អាតមើលទៅគឺទាក់ទាញខ្លាំងណាស់ឈ្មោលតែងតែមានទំហំធំជាងសត្វញីជាដរាបហើយមានស្នែងដ៏វែងនោះជាសញ្ញាសម្គាល់សម្រាប់ជនជាតិជប៉ុនការឲ្យតម្លៃខ្ពស់ហើយចាយលុយមិនស្ដាយទៅលើសត្វល្អិតពិសេសសត្វកញ្ចែមិនមែនត្រឹមតែជាការកំសាន្តកំដរអារម្មណ៍របស់បុគ្គលតិចតួចនោះទេប៉ុន្តែវាក៏คล้ายទៅជាវប្បធម៌រាប់សតវត្សរបស់ពួកគេតែម្ដង3ហេតុអ្វីជនជាតិជប៉ុនហ៊ានចាយលុយច្រើនម្ល៉េះសត្វល្អិតមួយក្បាលសោះហ្នឹងហេតុផលគឺដោយសារតែក្មេងៗជប៉ុនចូលចិត្តចិញ្ចឹមពពួកសត្វល្អិតទាំងអស់នោះដូចសត្វចិញ្ចឹមផ្សេងទៀតដែរមនុស្សពេញវ័យនឹងខ្លាចជាអ្នកមើលថែបង្កាត់ពូជហើយសម្រាប់ឈ្មួញកណ្ដាលវិញគឺធ្វើចំនួនទៅលើពួកវាតែម្ដងពូជកាន់តែកម្រគេនឹងលក់បានកម្រៃកាន់តែខ្ពស់កញ្ចែមានលក់ហោហែនៅតាមហាងលក់ម៉ាស៊ីនស្វ័យប្រវត្តិឬសូម្បីតែនៅតាមហាងលក់ទំនិញធំៗនៅទូទាំងប្រទេសក៏មានដែរការជួញដូរនិងការឲ្យតម្លៃទៅលើសត្វកញ្ចែនៅទីនោះគឺប្រៀបបានទៅនឹងការឲ្យតម្លៃទៅលើការជួញដូរកាក់ trading និងការលក់ដូរពូជត្រីកម្រថ្លៃៗតាមបណ្ដាប្រទេសផ្សេងៗនៅក្នុងពិភពលោកយ៉ាងអញ្ចឹងហើយសូម្បីតែនៅក្នុងរឿងប្រភេទ anime ឬ game របស់ជប៉ុនមួយចំនួនក៏មានតួអង្គសត្វកញ្ចែផងដែរ4មួយក្បាល$79,000ហេតុអ្វីពុកម៉ែបងប្អូនadminជឿជាក់ថាប្រិយមិត្តក៏នៅតែមានចម្ងល់ដូចនាងខ្ញុំដែរនិងមិនគួរឲ្យជឿទាល់តែសោះថាត្រឹមសត្វកញ្ចែមួយក្បាលប៉ុណ្ណឹងមនុស្សមិនគួរចំណាយលុយលើសលប់បែបនេះសោះឡើយប៉ុន្តែខាងក្រោមនេះគឺជាហេតុផលពិតដែលយើងអាចទទួលយកនិងស្ដាប់បានកភាពកម្របំផុតកញ្ចែមានច្រើនប្រភេទនិងអាចរកបានដោយងាយប៉ុន្តែប្រភេទកម្រហើយប្លែកៗស្អាតគឺមិនងាយប្រទះនោះទេទាំងទំហំពណ៌សម្បុរលេចធ្លោនិងសូម្បីតែរូបរាងដ៏ទាក់ទាញរបស់វាផងដែរប្រៀបទៅនឹងត្បូងពេជ្រដូចគ្នារបស់កាន់តែកម្រហើយស្អាតតម្លៃក៏កាន់តែថ្លៃទៅតាមនោះដែរខ
ទំហំអ្នកស្រឡាញ់កញ្ចែទំហំសម្រាប់ពួកគេគឺសំខាន់បំផុតធំជាងគេត្រឹមតែប្រមាណមីលីម៉ែត្រប៉ុណ្ណោះនោះតម្លៃក៏ហក់ឡើងខ្ពស់ជាងគេបាត់ទៅហើយកញ្ចែធំដែលមានចាយឬស្នែងវែងស្អាតត្រូវបានគេចាត់ចូលជាប្រភេទ Premium ឬជាអំបូរពិសេសបំផុតបាកម្រគេទុកបង្កាត់ពូជឈ្មោះកណ្ដាលគឺមិនត្រឹមតែជួញដូរនោះទេប៉ុន្តែគេក៏ទិញរកពូជកម្រស្អាតដើម្បីយកសែនល្អរបស់ពួកវាទៅបង្កាត់ពូជកូនចៅចំនួនថ្មីផងដែរប្រសិនជាគេមានសំណាងហើយបង្កាត់បានកូនចៅដែលកាន់តែពិសេសហើយស្អាតលើសគេនោះគេនឹងកាន់តែលក់យកចំណេញនៅក្នុងតម្លៃកប់ពពកមួយដូចគ្នាទិញទុកជាអលង្ការលម្អខ្លួនចំពោះអ្នកស្រឡាញ់កញ្ចែនៅជប៉ុនគេចាត់ទុកសត្វកញ្ចែនៅក្នុងដៃរបស់ខ្លួនដូចទៅនឹងនាឡិកាម៉ាកថ្លៃឡានទំនើបឬគំនូរសិល្បៈថ្លៃសម្រាប់បង្អួតអំណាចនិងភាពមានបានរបស់ខ្លួននៅក្នុងសង្គមរបស់គេដូចគ្នាអ្នកដែលមានកញ្ចែពូជកាន់តែកម្រនឹងទទួលបានការស្ងប់ស្ងាយគោរពឲ្យតម្លៃពីមនុស្សជុំវិញខ្លួនតែម្ដងចំណែកឯហេតុផលជាប្រសាសន៍នៃការលូតលាស់របស់វាវិញក៏ប្រហែលជាហេតុផលដែលវាមានតម្លៃខ្ពស់បែបនេះផងដែរវាវិវត្តពីសុទ្ធទៅជាពងដង្កូវទៅកូនតូចនៅក្នុងកន្សោមដែលជាដំណាក់កាលលូតលាស់ដៃជើងនិងអវយវៈផ្សេងទៀតហើយដំណាក់កាលពេញវ័យគឺជាដំណាក់កាលចុងក្រោយបំផុតពុកម៉ែបងប្អូនជាទីស្រឡាញ់នៅក្នុងដំណាក់កាលជាពងដង្កូវនិងជាកូននៅក្នុងកន្សោមគឺវាអាចរស់រាននៅក្រោមដីឬតាមប្រឡោះឈើដោយត្រូវចំណាយពេលរហូតដល់6ឆ្នាំទើបវាពេញវ័យបានសម្រាប់អំបូរខ្លះហើយពេលវេលាដែលមានតម្លៃខ្លួនថ្លៃកប់ពពកគឺពេលពេញវ័យនេះឯងប៉ុន្តែរឿងដែលមិនគួរឲ្យនឹកស្មានដល់នោះគឺក្រោយពេលពេញវ័យត្រឹមតែ3ទៅ4ខែប៉ុណ្ណោះវាក៏ដល់ពេលចាក់ឋានទៅវិញដូចគ្នាដែរ5តែការជួញដូរសត្វល្អិតបែបនេះខុសច្បាប់ឬទេមែនតើសត្វល្អិតដែលមានតម្លៃថ្លៃមិនមែនមានតែសត្វកញ្ចែប្រភេទកម្រនោះទេគឺមានប្រភេទផ្សេងទៀតដូចជាប្រភេទមេអំបៅកម្រពីងពីង Exotic Tarantulas និងប្រភេទស្រមោលចម្លែកផ្សេងទៀតដែលមានតម្លៃរាប់ពាន់ដុល្លារឯណោះតោះតែថារហូតដល់បច្ចុប្បន្ននេះគឺគេមិនទាន់រកឃើញសត្វល្អិតណាដែលមានតម្លៃថ្លៃខ្ពស់ជាងកញ្ចែនៅឡើយទេចំពោះប្រទេសជាច្រើននៅក្នុងពិភពលោកការប្រមាញ់សត្វល្អិតកម្រត្រូវបានហាមឃាត់និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋអំណាចក្រោមហេតុផលបាត់បង់ជម្រកនិងការប្រមាញ់ច្រើនហួសហេតុដែលនាំឲ្យពួកវាឆាប់ផុតពូជសម្រាប់ប្រទេសជប៉ុនវិញក៏មិនខុសគ្នាប៉ុន្មានដែរប៉ុន្តែពួកគេអាចមានសិទ្ធិនៅក្នុងការស្នើសុំទៅរដ្ឋាភិបាលដើម្បីតាមប្រមាញ់សត្វល្អិតទាំងអស់នោះនៅក្នុងកម្រិតណាមួយដែលរដ្ឋកំណត់តើនៅក្នុងសង្គមជប៉ុនបច្ចុប្បន្នពិតជាពេញនិយមស្រឡាញ់និងលក់ដូរកញ្ចែកម្រសុសសាយបែបនេះដោយដែលអ៊ីនធឺណិតបានបញ្ជាក់ខាងលើដែរទេសូមពុកម៉ែបងប្អូនដែលកំពុងតែរស់នៅក្នុងប្រទេសជប៉ុននិងបានដឹងឮរឿងនេះជួយខមមិនចែករំលែកដល់ពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់រួមទាំង admin ឲ្យបានដឹងផងcomment subscribe ឲ្យ admin ម្នាក់មួយផងប្រសិនបើពុកម៉ែបងប្អូនចូលចិត្តរឿងរ៉ាវពិសេសប្លែកពីភាពរស់នៅលើផែនដីជាច្រើនរាប់សិបរឿងផ្សេងទៀតសូមអរគុណនិងជួបគ្នានៅក្នុងវីដេអូក្រោយ